ប្រជុំរឿងព្រេងខ្មែររឿងបុរស4នាក់រៀនសិលសាស្ត្រមាននិទានមួយដំណាលថាមានបុរស4នាក់ទៅស្វែងរៀនសិលសាស្ត្រអំពីព្រាហ្មណ៍ម្នាក់ជាទិសាបាមោខាចារ្យនៅតកសិលាមហានគរបណ្ដាបុរសទាំង4នាក់នោះបុរសម្នាក់រៀនទាយបុរសម្នាក់រៀនបាញ់បុរសម្នាក់រៀនងូតទឹកបុរសម្នាក់ទៀតរៀនជប់ឲ្យរស់ឡើងវិញអ្នកទាំង4នាក់សឹងរៀនទីតីពីគ្នាលុះរៀនចប់ហើយក្រាបលាទិសាបាមោខាចារ្យជាគ្រូទៅស្រុកវិញលុះចេញដើរទៅដល់ពេលល្ងាចឈប់សម្រាកដេកនៅឆ្នេរសមុទ្រព្រឹកឡើងបុរសចេះហៅនិយាយនឹងបុរសទាំង3នាក់ថាអ្នកអើយពេលនេះយើងនឹងមានលៀបដោយសត្វឥន្ទ្រីពំនាំកូនស្ដេចមួយព្រះអង្គអំពីពីរាមមសីមហានគរហើមកទៀបលំនៅយើងនេះឯងបុរសទាំង4នាក់គិតគ្នាហើយក៏ឃ្លាំចាំមើលដោយទិសទីតីពុទ្ធកាលនោះពុំយូរឡើយសត្វឥន្ទ្រីក៏នាំនាងហើមកទៀងប្រកាសឈុតដូចហោទាយនោះមែនបុរសចេះបាញ់ក៏ដំឡើងធ្នូបាញ់ត្រូវសត្វឥន្ទ្រីនោះធ្លាក់នាងអំពីមាត់ចុះទៅក្នុងទឹកសមុទ្រអ្នកចេះមុជទឹកក៏មុជចុះទៅស្រោមយកនាងឡើងមកបានដូចបំណងឯអ្នកចេះជប់បានជប់នាងនោះឲ្យរស់ឡើងវិញកាលនាងមានជំរិតរស់ឡើងវិញហើយអស់អ្នកទាំង4នាក់នោះដណ្ដើមគ្នាចង់យកនាងជាភរិយាតែរៀងខ្លួនអស់អ្នកទាំង4នោះឆ្លោះប្រកែកគ្នាពុំដាច់ស្រេចក៏នាំគ្នាទៅប្តឹងចៅក្រមដោយដំណើរខ្លួនទីតីហើយសួរចៅក្រមថានាងនេះតើបានជាប្រពន្ធនរណាចៅក្រមជំនុំពិចារណារឿងនេះពុំបានក៏នាំអ្នកទាំង4ឡើងក្រាបបង្គំទូលព្រះមហាក្សត្រដោយដំណើរសពគ្រប់ប្រការព្រះមហាក្សត្រទ្រង់ពិចារណាឆ្វែងយល់ក្នុងព្រះរាជហឫទ័យថាព្រះស្ដែងទាំង4នេះសឹងមានគុណស្មើដូចគ្នាហើយទ្រង់ត្រាស់បង្គាប់ថាបុរសចេះហៅត្រូវទុកជាគ្រូបុរសចេះបាញ់ទុកជាឪពុកបុរសចេះប្រុសឲ្យរស់ត្រូវទុកជាម្ដាយបុរសចេះមុជទឹកដែលគេបានស្ទាបបានកាន់បោះអង្អែលនាងបាន3ថ្នមត្រកងយកនាងឡើងមកអំពីទឹកត្រូវបាននាងជាប្រពន្ធលុះចំណេរទៅមុខបុរសជាប្តីបានជាស្ដេចក៏ចិញ្ចឹមរក្សាទាំង3ដោយនៅគន្លងព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់នោះឯងប្រជុំរឿងព្រេងខ្មែររឿងមុននោះលោកកាលពីព្រេងនាយមានរឿងមួយថាមានកុមារីម្នាក់អាយុ14ឆ្នាំម្ដាយប្រើឲ្យទៅជីកដំឡូងក្មេងនេះរៀបចំចបរួចជាស្រេចចេញដើរទៅរកដំឡូងទៅដល់ព្រៃធំមួយមានដំបូកមានរូងជ្រៅបន្តិចនាងកុមារីទៅជីកដំឡូងនៅជើងដំបូកនោះក៏របូតផ្លែចបជ្រុះធ្លាក់ទៅក្នុងរូងនោះនាងមិនដឹងថាត្រូវធ្វើដូចម្ដេចក៏ស្រែកប្រកាសថាលោកណាអ្នកណាអើយជួយយកផ្លែចបឲ្យខ្ញុំបានខ្ញុំនឹងសងគុណលោកស្រែកតែប៉ុណ្ណេះមានខ្លាចាស់មួយដំបៅក្បាលរុយបែងដង្កូវចុះក៏ក្រិចចេញពីក្នុងរូងប្រាប់ទៅនាងនោះថា
niềng ta dọc ỏi plẹp chọp ban niềng ta dọc ỏi ban plẹp chọp nụ ta bao ta dọc bán ta con tại ỏi niềng ấy rốt chay ỏi ta bàn hơi ta mình bạch dọc côn bị trái tê niềng lư khla thả đôi chân có nị dây từ tha áo lục ta ơi ỏi tai lục ta chui dọc ỏi bàn cho khla dọc plẹp chọp ban bị khôn ruộng ỏi từ niềng hai ỏi niềng rốt chạy ỏi niềng nụ dọc bần là một cơ đồng cử nơi không đầm bờ của bà khla chết tại xua niềng tha niềng đầm bờ ta sôi rực rỡ ốp đầm bờ nú sôi nè bàn tay niềng chlai prap từ vinh tha rỡ ốp nè lục ta khla chết tại xua niềng chết tại tha rỡ ốp lúc cơ đồng cử ở tử khla bạch chữ bắt rùm mỏ hai nị dây prap niềng tha niềng dọc chiều mùi mọc ta nâng đặt đầm lồng oi niềng nụ dọc chiều mùi mọc oi khla đã sót tại mía bình chiều tròn mọt chiều chọp oi từ niềng ruột prap niềng nụ tha niềng dọc chiều li từ te hai bong ôn niềng mọc chùm chất bật thuê oi chất sầm bạc niềng nụ lia khla đã từ đọt te hai bong ôn mọc chùm ruột có bạc chiều đọt bạc tử khơi sót tại mía đọt bạc tử ban sót tại mía nâng prạ chạy kia lúc du bình tĩnh đăng tự đọt srei ẻ tiện đại miên côn cỏ mỏng srei nút bình chia ở côn cỏ mỏng tha hòn anh mơ côn kia nọ từ trích đầm lốn ban sót tại mía prạ dọc một bàn chạy oi bong ôn kia hòn từ trích ban tay đầm lông miên ban khmoi ở vậy tê ngay cõi srei nút oi từ ngay cõi srei nút pra oi côn từ trích đầm lốn lúc ban từ chụp protest nâng khá đội niềng một tiết có thưa chỉ chụp chọp đội niềng một nụ đai hai thả lục na dọc chọp ở trong bán nhóm nâng son quần lục khá lư hỏi có dọc một oi ruột oi niềng nụ chắp đồng cờ oi khá xua đôi bị một tha niềng đầm bạo ta xôi rư cỏ ốp niềng nụ lại tha xôi na khá lư đôi chân thả niềng dọc chiều mùi mọc ta nâng đạ mía bả oi niềng dọc chiều oi khá chắp sốt tay bù vệ đạ bình chiều hai oi từ niềng nụ bạp tha niềng dọc từ đọp te hai bong ổn một chung chất bật thuy ở chất sầm bạc niềng nụ từ đọp te hai bạp mà đái ổn nè oi bong ổn một chung tăng bật thuy ruột bạc chiều mơ bù vệ trình một chất một nụ tiếng ó slap tiếng ó từประชุมเรื่องเพลงขมายเรื่องโมหะฤาษีปรคลามีนิเตียนมวยดำนาธามีนคลาโตลมวยเตเดเลรุงปัวลูนเจงหมอกจากคลาหนุสลับเนหมดรูมทั้งไงหนูจวนเจียโมหะฤาษีมวยอ่องวิมุนกูจอเตอเคยคลาหนุสลับก็เมตตาปรคลาหนุอ่อยรัวหลังเวงคลารัวดังคลวนหายนิเยธาอันกำปงแต่เด็กลวกเจียสกสบายขนมปรีจีลุมเนอระบออันมาเด็ดลอยก็เพรสแดงเฮียนมกเถอออยอันพเนมาเลยหายอันคำสเพรสแดงซีปุ่มเลนลายโมหะฤาษีชลายธาเพรสแดงเด็กเลอรูมปัวก็จักสลับอันปลอเพรสแดงออยรูหลังเวงกัวแต่เพรสแดงซองกุนอันมาเด็ดลอยก็เพรสแดงกึดคำอันเว้นโมหะฤาษีนึงคลาประไกจะเจคเนียมันออกมันหายเติบน้อมเติบดังจะเจาะทลายปรับจะเจาะตามดำเนินเรื่องขลุ่นจะเจาะจึงกึดทาอันเนื้อขนมเปรย์สับไงนี้ปงแปะอันนุพิบคลาบ่าอันกัดกระไดนี่เอาคลาจันซอมอันยังปงแปะคลาเนื้อเนียเปรย์นี่ปุ่มบานลาย
ចចកគិតដូចនេះហើយក៏កាត់ក្តីឲ្យខ្លាស៊ីមហាឫសីឯចចកកាត់ក្តីយ៉ាងនេះហើយថាឆន្ទាកាត់តែមហាឫសីមិនសុខចិត្តប្រកែកគ្នាទៅវិញទៅមកហើយនាំខ្លាទៅប្តឹងគោថ្លែងប្រាប់តាមដំណើររឿងរៀងខ្លួនដូចមុនគោគិតថាបើអញកាត់ក្តីឲ្យខ្លាចាញ់សំខ្លានេះស្អប់អញវានឹងខំអញមិនខានឡើយទើបគោកាត់ក្តីឲ្យខ្លាស៊ីមហាឫសីគោកាត់ក្តីយ៉ាងនេះហៅថាភោយាកតេមហាឫសីមិនសុខចិត្តនាំខ្លាទៅប្តឹងស្វាគិតថាកាលមុនមានបុរសម្នាក់ធ្លាក់នៅក្នុងអណ្ដូងឪពុកអញជួយសង្គ្រោះយោងឡើងមកលើមាត់អណ្ដូងបានមានខ្លាមួយគិតមកស៊ីបុរសនោះឪពុកអញនាំបុរសនោះឲ្យឡើងទៅលើដើមឈើបានរួចពីភ័យបុរសនោះបែរជាចិត្តអាក្រក់សម្លាប់ឪពុកអញវិញស្វាគិតដូច្នេះហើយទើបកាត់ក្តីឲ្យខ្លាស៊ីមហាឫសីស្វាកាត់ក្តីយ៉ាងនេះហៅថាទូសាកតេមហាឫសីមិនសុខចិត្តនាំខ្លាប្តឹងថ្មាតគិតថាសប្តាហ៍ថ្ងៃនេះអញមានរំពាសំណល់អំពីខ្លាជាអាហារចំណីប្រក្រតីមិនដែលដាច់ឡើយបើអញកាត់ក្តីនេះឲ្យខ្លាចាញ់មុខជាខ្លាខឹងអញមិនដេចឡើយអញមិនបានស៊ីរំពាខ្លានេះទៀតថ្មាតគិតដូច្នេះហើយក៏កាត់ក្តីឲ្យខ្លាស៊ីមហាឫសីថ្មាតកាត់ក្តីយ៉ាងនេះហៅថាលោភាកតេមហាឫសីមិនសុខចិត្តនាំខ្លាទៅប្តឹងទាព្យៈគិតថាមនុស្សទាំងពួងដើរព្រៃអាស្រ័យដោយម្លប់ឈើផងទាំងឡាយចេះតែកាច់មែកហែកស្លឹកស្បោះសម្បកឆ្លងកាត់ដើមទាព្យៈគិតដូច្នេះហើយក៏កាត់ក្តីឲ្យខ្លាស៊ីមហាឫសីទាព្យៈកាត់ក្តីយ៉ាងនេះហៅថាមោហាកតេមិនទៀងត្រង់ឡើយមហាឫសីមិនសុខចិត្តនាំខ្លាទៅប្តឹងទន្សាយប្រាប់ថាខ្លានោះដេកលើរន្ធពោះវែកចេញមកចឹកស្លាប់អាត្មាសូត្រមន្តបោះពឹសពោះឲ្យខ្លារស់ឡើងវិញដោយគិតឃើញថាខ្លានេះនឹងតបសងស្នងគុណអាត្មាឥឡូវនេះម្ដេចខ្លាក៏ប្រាថ្នាស៊ីអាត្មាវិញតាមតែពិចារណាឲ្យអាត្មាចុះឯខ្លាប្តឹងថាខ្ញុំកំពុងតែដេកលក់ជាសុខសប្បាយក្នុងព្រៃស្រាប់តែមានព្រះស្ដែងឫស្សីនេះធ្វើឲ្យខ្ញុំភ្ញាក់ហេតុនេះត្រូវខ្ញុំសុំស៊ីព្រះស្ដែងឫស្សីនេះព្រះស្ដែងឫស្សីនេះពុំសុខចិត្តនាំខ្ញុំទៅប្តឹងចចកកាត់ក្តីឲ្យខ្ញុំស៊ីឫស្សីនេះមិនសុខចិត្តនាំខ្ញុំទៅប្តឹងគោកាត់ក្តីឲ្យខ្ញុំស៊ីឫស្សីនេះមិនសុខចិត្តនាំខ្ញុំទៅប្តឹងស្វាកាត់ក្តីឲ្យខ្ញុំស៊ីឫស្សីនេះមិនសុខចិត្តនាំខ្ញុំទៅប្តឹងគោក៏កាត់ក្តីឲ្យខ្ញុំស៊ីឫស្សីនេះមិនសុខចិត្តនាំខ្ញុំទៅប្តឹងទាព្យៈកាត់ក្តីឲ្យខ្ញុំស៊ីឫស្សីនេះមិនសុខចិត្តនាំខ្ញុំមកប្តឹងលោកតាមតែលោកគិតពិចារណាឲ្យខ្ញុំចុះទន្សាយស្ដាប់ពាក្យមហាឫសីនិងពាក្យខ្លាហើយក៏ពិចារណាដោយប្រាជ្ញាឆ្លៀសវៃឆ្វែងយល់អាចសេចក្តីហើយប្រាប់ថាបើដូច្នោះចូលមហាឫសីនិងបងខ្លានាំគ្នាទៅដល់ទីដែលកាត់ហេតុនោះហើយឲ្យបងខ្លាដេកលក់ជាសុខដូចពីដើមចុះគឺឲ្យមហាឫសីជូនទៅដល់កន្លែងដែលខ្លាដេកនោះឲ្យអញបានយល់ហើយនឹងពិចារណាដោយប្រការនោះទើបមហាឫសីនិងខ្លាបបួលគ្នាទៅនាំទាំងទន្សាយទៅផងលុះទៅដល់កន្លែងនោះហើយខ្លាក៏ប្រាស់ដេកនៅទីដដែលនោះយូរបន្តិចពស់វែកចេញមកចឹកខ្លាស្លាប់នៅមាត់រន្ធនោះឯងកាលបើខ្លានោះស្លាប់ហើយទន្សាយប្រាប់មហាឫសីថាសូមលោកមើលខ្លានោះចុះហេតុតែអធរវង្វេងភ្លេចគុណគេឥឡូវ
ពុំរំលងនឹងវារាកម្មឡើយតាំងពីពេលនេះទៅមកលោកគុំធ្វើគុណនឹងខ្លាឲ្យសោះឯទុនសាយកាត់ក្តីយ៉ាងនេះហៅថាសុគតិគុំម្នាក់ដំណើរល្អគឺសុចរិតយុត្តិធម៌ហងប្រជុំរឿងព្រេងខ្មែររឿងដំឡង7សន្តានដំណើររឿងកាលពីព្រេងនាយមានបុរសប្តីប្រពន្ធនាំគ្នាទៅសួរសុខទុក្ខបងប្អូននៅឯភូមិព្រៃសណ្ដែកដើរទៅប្រទះនឹងអាដំឡង7សន្តានកំពុងតែទឹមគោព្យួរស្រែបុរសប្តីប្រពន្ធនោះសួរថាអ្នកអើយអ្នកផ្លូវណាកាត់ត្រង់ទៅលើភូមិព្រៃសណ្ដែកត្បិតខ្ញុំខានមកយូរឆ្នាំហើយមិនដឹងជាផ្លូវណាកាត់ទៅឲ្យត្រង់កូនក្រោលបង្គោលស្ទឹងអាក្រហមមួយនេះម្ដាយក្មេកគាត់ចែកអាស្នែងកន្តេកឪអញគាត់ឲ្យអញមិនលួចគោរបស់អាណាមកទឹមនោះទេឯបរោះប្តីប្រពន្ធដែលសួរផ្លូវនោះឮហើយនិយាយគ្នាថាអ្នកនេះយើងសួរផ្លូវគាត់និយាយពីគោហើយស្ដីគំរោះគំរើយឲ្យយើងផងណាហើយគេយើងកុំខ្ចីខ្វល់សួរវាទៀតយូរឆាប់គង់តែនឹងទៅដល់ផ្ទះបងប្អូនមិនខានហើយក៏បណ្ដើរគ្នាហួសទៅឯអាដំឡង7សន្តាននោះក៏ខំព្យួរស្រែមិនឈប់ដល់ពេលថ្ងៃជិតត្រង់មេដំឡងជាប្រពន្ធក៏ទូលបាយទៅឲ្យប្តីបរិភោគលុះទៅដល់ក៏ដាក់ល្អីបាយក្រោមម្លប់ឈើនៅលើភ្លឺស្រែប្តីឃើញប្រពន្ធយកបាយមកឲ្យក៏ឈប់ឈួរស្រែបរិភោគបាយនិយាយទាំងខឹងប្រាប់ប្រពន្ធថាមានបុរសប្តីប្រពន្ធបណ្ដើរគ្នាមកពីណាចោទប្រកាន់ថាអញលួចគោវាឯគោមួយនឹមនេះប្រកាសជាម៉ែឪអញចែកមកប្រពន្ធឃើញមាត់ប្តីនិយាយម្ហប់នឹកស្មានថាស្ដីឲ្យខ្លួនស្រាប់តែខឹងហើយឆ្លើយតបទៅវិញថាអញគិតថាប្តីមកព្យួរស្រែតលថ្ងៃត្រង់ខំប្រញាប់ប្រញាល់ទូលបាយមកឲ្យស៊ីឥឡូវទៅជាថាឯងមានសហាយអញសហាយនឹងឈ្មោះអាណាគាត់រកមុខឲ្យឃើញមកឯប្តីមិនទាល់តែពំបាយអស់មួយកូនល្អីផងប្រពន្ធថាអ្វីក៏មិនឮផងលុះប្តីបរិភោគរួចប្រពន្ធកន្ត្រាក់ល្អីប្តីសួរថាឯងមានការអ្វីឯផ្ទះបានជាប្រញាប់ម្លេះប្រពន្ធថាអញមុខជាប្រាប់ម៉ែឪអញមិនខានហើយកណ្ដៀតល្អីត្រឡប់ទៅដល់ផ្ទះជួបនឹងម្ដាយនិយាយទាំងខឹងមុខក្រហមប្រាប់ម្ដាយថាកូនប្រសាមកឯងវាល្អហើយខ្ញុំទូលបាយទៅឲ្យស៊ីដាក់ល្អីស្ទើរតែមិនតាន់វាស្ដីឲ្យខ្ញុំថាមានសហាយចំណែកម្ដាយនោះខឹងញ័រឡើងថាហងឯងដូច្នេះទេតាបានជាមុខក្រហមអញថាកូនថាចៅបានជាចាំផ្ទះឲ្យវាឥឡូវវាថាឯងលួចថ្នាំវាយកទៅដូរដងមេអណ្ដរធានឯងក្រោយៗកុំនិយាយដូច្នេះមិនត្រូវទេសូម្បីតែថ្នាំមួយឆ្នុកក៏អញមិនលួចយកផងបើទុកជាអញយកមែនម្ដាយនិងកូនមិនត្រូវហងឯងពោលឲ្យអញខ្មាស់គេទេ
ចាំឪហងឯងមកអញប្រាប់ឲ្យជេរវាយប្រដៅហងឯងមិនខានលុះយូរបន្តិចប្តីមកពីកាប់បង្គោលធ្វើរបងបង្ការមិនឲ្យគោក្របីចូលស៊ីសណ្ណាប់សន្ទូងប្រពន្ធនិយាយប្រាប់ប្តីថាកូនស្រីយើងវាយកបាយទៅឲ្យប្តីវាខ្ញុំចាំផ្ទះឲ្យវាលុះមកវិញវាថាខ្ញុំជាម្ដាយលួចថ្នាំវាដូរដូងខ្ញុំខឹងណាស់ប្តីស្ដាប់មិនឮខឹងនឹងប្រពន្ធក៏ជាថាមីចៅក្រហហងឯងប្រច័ណ្ឌអញអ្វីម្លេះអញមានស្លៀកពាក់តែងតួដើរលេងចង់ស្រីឯណាអញទៅកាប់ឈើធ្វើបង្គោលរបងទេតាអញអត់តែម្ដងនេះក្រោយបើហងឯងនៅតែស្ដីប្រច័ណ្ឌអញទៀតមុខជាអញធាក់ឲ្យដួលទាំងជំហរមិនខានហាមប្រពន្ធហើយបរិភោគបាយរួចទៅចងសន្ទូចបានត្រីត្រឡប់មកផ្ទះវិញវេលាថ្ងៃល្ងាចប្រពន្ធធ្វើត្រីស្លអាំងឲ្យប្តីបរិភោគខ្លះរំលែកទុកព្រឹកខ្លះដើម្បីធ្វើសម្រាប់យកទៅប្រគេនលោកកូនឯវត្តនិងកូនប្រុសតូចម្នាក់ឲ្យនៅរៀនអក្សរជាមួយនឹងលោកបងនោះលុះព្រឹកឡើងម្ដាយនោះដាំបាយដួសដាក់ចានមានម្ហូបពីល្ងាចស្រាប់ទូលយកទៅដល់កុដិប្រគេនលោកកូនហើយនិយាយថាខ្ញុំព្រះករុណារលឹកលោកកូនណាស់មួយទៀតប្អូនតូចវារៀនអក្សរគ្រាន់បើទេលោកកូននោះប្រាប់ថាចម្រើនពរញោមអាត្មាសប្តាហ៍ថ្ងៃនេះកំពុងស្រឡាញ់សិលភ្នោះណាស់អាត្មាមិនសឹកទេម្ដាយក៏ហៅកូនតូចដែលនៅបម្រើបងនោះថាអានាងលាលោកបងទៅផ្ទះនឹងម្ដាយមួយថ្ងៃសិនត្បិតឪពុកឯងរលឹកណាស់កូនតូចឆ្លើយប្រាប់ម្ដាយថាត្រីងៀតលោកបងនៅពីកន្ទុយទុកក្នុងកុដិពេលល្ងាចខ្ញុំយកពីចម្រៀកដុតស៊ីបាយដែលសល់ពីលោកបងឆាន់ពេលព្រឹកនោះឯលោកសង្ឃដែលគង់នៅជិតកុដិទាំងប៉ុន្មានបានឮម្ដាយនិងកូននិយាយតែដោយខ្លួនមិនទទួលសម្រងគ្នាដូច្នេះលោកទាំងអស់ទប់ពុំបានក៏សើចប្រហើងអឹងអាប់ឧបាសិកានោះក៏សំពះលាលោកកូនត្រឡប់មកដល់ផ្ទះវិញហើយលុតជង្គង់ជូនបុណ្យប្តីថាខ្ញុំជូនបុណ្យអ្នកផងប្តីឆ្លើយថាអញឃើញបាយសម្លអាំងព្យួរទុកនៅសង្រែកអញស៊ីអស់ទៅហើយប្រពន្ធក៏មើលមុខប្តីមើលមុខប្រពន្ធប្រពេចភ្នែកម៉ក់ធ្វើវាហីតែដោយខ្លួនលុះយូរបន្តិចស្រាប់តែប្អូនស្រីបង្កើតខាងប្តីនៅភូមិដតីឆ្ងាយមកដល់បានផ្លែពងរោមមួយផ្តិលនិងស្លឹកប្រោះស្វាមួយសំណុំមកផ្ញើបងនិយាយសួរបងថាបងបានព្យួររស់ដកស្ទូងបានស្រែប៉ុន្មានហើយបងទាំងប្តីប្រពន្ធឆ្លើយប្រាប់ទៅប្អូនស្រីវិញថាហងល្មមទុកដាក់ឲ្យវាមានប្តីទៅចោះតែហងមើលកុំឲ្យតែចេះលេងបៀផឹកស្រាជក់អាភៀនប្អូនស្រីស្ដាប់មិនឮទៀតក៏ប្រាប់ទៅបងទាំងពីរនាក់ថាខ្ញុំស្ដាយត្រឡាចខ្ញុំមួយទ្រើងណាស់កំពុងតែផ្កាក្តឹបតូចស្រាប់តែមេជ្រូកវាទៅឈ្មោះគល់ដាច់ងាប់អស់បងទាំងពីរនាក់ថាហងល្មមទៅផ្ទះក៏ទៅចោះល្ងាចណាស់ហើយក្រែងកូនវាយំរោគប្អូនស្រីនោះក៏ត្រឡប់ទៅផ្ទះព្រោះទាំង7នាក់គឺបុរសប្តីប្រពន្ធម្ដាយឪពុកលោកភិក្ខុកុមារជាកូននិងប្អូនស្រីសុទ្ធតែថ្លង់និយាយមិនចុះសម្រុងគ្នាបានជាមានរឿងនេះគេហៅថារឿងដំឡង7សន្តាន
ប្រជុំរឿងព្រេងខ្មែររឿងបុរស4នាក់រៀនសិលសាស្ត្រមាននិទានមួយដំណាលថាមានបុរស4នាក់ទៅស្វែងរៀនសិលសាស្ត្រអំពីព្រាហ្មណ៍ម្នាក់ជាទិសាបាមោខាចារ្យនៅតកសិលាមហានគរបណ្ដាបុរសទាំង4នាក់នោះបុរសម្នាក់រៀនទាយបុរសម្នាក់រៀនបាញ់បុរសម្នាក់រៀនងូតទឹកបុរសម្នាក់ទៀតរៀនជប់ឲ្យរស់ឡើងវិញអ្នកទាំង4នាក់សឹងរៀនទីតីពីគ្នាលុះរៀនចប់ហើយក្រាបលាទិសាបាមោខាចារ្យជាគ្រូទៅស្រុកវិញលុះចេញដើរទៅដល់ពេលល្ងាចឈប់សម្រាកដេកនៅឆ្នេរសមុទ្រព្រឹកឡើងបុរសចេះហៅនិយាយនឹងបុរសទាំង3នាក់ថាអ្នកអើយពេលនេះយើងនឹងមានលៀបដោយសត្វឥន្ទ្រីពំនាំកូនស្ដេចមួយព្រះអង្គអំពីពីរាមមសីមហានគរហើមកទៀបលំនៅយើងនេះឯងបុរសទាំង4នាក់គិតគ្នាហើយក៏ឃ្លាំចាំមើលដោយទិសទីតីពុទ្ធកាលនោះពុំយូរឡើយសត្វឥន្ទ្រីក៏នាំនាងហើមកទៀងប្រកាសឈុតដូចហោទាយនោះមែនបុរសចេះបាញ់ក៏ដំឡើងធ្នូបាញ់ត្រូវសត្វឥន្ទ្រីនោះធ្លាក់នាងអំពីមាត់ចុះទៅក្នុងទឹកសមុទ្រអ្នកចេះមុជទឹកក៏មុជចុះទៅស្រង់យកនាងឡើងមកបានដូចបំណងឯអ្នកចេះជប់បានជប់នាងនោះឲ្យរស់ឡើងវិញកាលនាងមានជំរិតរស់ឡើងវិញហើយអស់អ្នកទាំង4នាក់នោះដណ្ដើមគ្នាចង់យកនាងជាភរិយាតែរៀងខ្លួនអស់អ្នកទាំង4នោះឆ្លោះប្រកែកគ្នាពុំដាច់ស្រេចក៏នាំគ្នាទៅប្តឹងចៅក្រមដោយដំណើរខ្លួនទីតីហើយសួរចៅក្រមថានាងនេះតើបានជាប្រពន្ធនរណាចៅក្រមជំនុំពិចារណារឿងនេះពុំបានក៏នាំអ្នកទាំង4ឡើងក្រាបបង្គំទូលព្រះមហាក្សត្រដោយដំណើរសពគ្រប់ប្រការព្រះមហាក្សត្រទ្រង់ពិចារណាឆ្វែងយល់ក្នុងព្រះរាជហឫទ័យថាព្រះស្ដែងទាំង4នេះសឹងមានគុណស្មើដូចគ្នាហើយទ្រង់ត្រាស់បង្គាប់ថាបុរសចេះហៅត្រូវទុកជាគ្រូបុរសចេះបាញ់ទុកជាឪពុកបុរសចេះប្រុសឲ្យរស់ត្រូវទុកជាម្ដាយបុរសចេះមុជទឹកដែលគេបានស្ទាបបានកាន់បោះអង្អែលនាងបាន3ថ្នមត្រកងយកនាងឡើងមកអំពីទឹកត្រូវបាននាងជាប្រពន្ធលុះចំណេរទៅមុខបុរសជាប្តីបានជាស្ដេចក៏ចិញ្ចឹមរក្សាទាំង3ដោយនៅគន្លងព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់នោះឯងប្រជុំរឿងព្រេងខ្មែររឿងមុននោះលោកកាលពីព្រេងនាយមានរឿងមួយថាមានកុមារីម្នាក់អាយុ14ឆ្នាំម្ដាយប្រើឲ្យទៅជីកដំឡូងក្មេងនេះរៀបចំចបរួចជាស្រេចចេញដើរទៅរកដំឡូងទៅដល់ព្រៃធំមួយមានដំបូកមានរូងជ្រៅបន្តិចនាងកុមារីទៅជីកដំឡូងនៅជើងដំបូកនោះក៏របូតផ្លែចបជ្រុះធ្លាក់ទៅក្នុងរូងនោះនាងមិនដឹងថាត្រូវធ្វើដូចម្ដេច
ក៏ស្រែកប្រកាសថាលោកណាអ្នកណាអើយជួយយកផ្លែចបឲ្យខ្ញុំបានខ្ញុំនឹងសងគុណលោកស្រែកតែប៉ុណ្ណេះមានខ្លាចាស់មួយដំបៅក្បាលរួយបែងដង្កូវចោះក៏ក្រេចចេញពីក្នុងរូងប្រាប់ទៅនាងនោះថានាងតាយកឲ្យផ្លែចបបាននាងតាយកឲ្យបានផ្លែចបនោះតែបើតាយកបានតាគ្រាន់តែឲ្យនាងឯងរកចៃឲ្យតាបានហើយតាមិនបាច់យកគុណពីចៅទេនាងឮខ្លាថាដូច្នេះក៏និយាយទៅថាអោលោកតាអើយឲ្យតែលោកតាជួយយកឲ្យបានចុះខ្លាយកផ្លែចបបានពីក្នុងរូងឲ្យទៅនាងហើយឲ្យនាងរកចៃឲ្យនាងនោះយកបន្លាមកឆ្កឹះដង្កូវនៅក្នុងដំបៅក្បាលខ្លាចេះតែសួរនាងថានាងដំបៅតាស្អុយឬក្រអូបដំបៅនោះស្អុយណាស់ប៉ុន្តែនាងឆ្លើយប្រាប់ទៅវិញថាក្រអូបណាស់លោកតាខ្លាចេះតែសួរនាងចេះតែថាក្រអូបលុះឆ្កឹះដង្កូវអស់ទៅខ្លាបាត់ឈឺបាត់រមាស់ហើយនិយាយប្រាប់នាងថានាងយកជាលមួយមកតានឹងដាក់ដំឡូងឲ្យនាងនោះយកជាលមួយមកឲ្យខ្លាដាក់សុទ្ធតែមាសពេញជាលចងមាត់ជាលជាប់ឲ្យទៅនាងរួចប្រាប់នាងនោះថានាងយកជាលនេះទៅផ្ទះហៅបងប្អូននាងមកជុំចិត្តបិទទ្វារឲ្យចិត្តសម្បើកនាងនោះលាខ្លាដើរទៅដល់ផ្ទះហៅបងប្អូនមកជុំរួចក៏បើកជាលដល់បើកទៅឃើញសុទ្ធតែមាសដល់បើកទៅបានសុទ្ធតែមាសនិងប្រាក់ចែកគ្នាលុះយូរបន្តិចដឹងទៅដល់ស្រីឯទៀតដែលមានកូនក្រមុំស្រីនោះបញ្ជាឲ្យកូនក្រមុំថាហងឯងមើលកូនគេណោទៅជីកដំឡូងបានសុទ្ធតែមាសប្រាក់យកមកបែងចែកឲ្យបងប្អូនគេហងទៅជីកបានតែដំឡូងគ្មានបានខ្មោចអ្វីទេថ្ងៃក្រោយស្រីនោះប្រើឲ្យកូនទៅជីកដំឡូងលុះបានទៅជួបប្រទះនឹងខ្លាដូចនាងមុនទៀតក៏ធ្វើជាជ្រុះជាប់ដូចនាងមុននោះដែរហើយថាលោកណាយកចបឲ្យខ្ញុំបានខ្ញុំនឹងសងគុណលោកខ្លាឮហើយក៏យកមកឲ្យរួចឲ្យនាងនោះចាប់ដង្កូវឲ្យខ្លាសួរដូចពីមុនថានាងដំបៅតាស្អុយឬក្រអូបនាងនោះឆ្លើយថាស្អុយណាស់ខ្លាឮដូច្នោះថានាងយកជាលមួយមកតានឹងដាក់មាសប្រាក់ឲ្យនាងយកជាលឲ្យខ្លាចាប់សុទ្ធតែពវែកដាក់ពេញជាលហើយឲ្យទៅនាងនោះប្រាប់ថានាងយកទៅដល់ផ្ទះហៅបងប្អូនមកជុំចិត្តបិទទ្វារឲ្យចិត្តសម្បើកនាងនោះទៅដល់ផ្ទះហើយប្រាប់ម្ដាយអរណាស់ឲ្យបងប្អូនមកជុំតាំងបិទទ្វាររួចបើកជាលមើលពស់វែកចេញមកជឹកមនុស្សទាំងអស់ស្លាប់ទាំងអស់ទៅប្រជុំរឿងព្រេងខ្មែររឿងមហាឫសីប្រោះខ្លាមាននិទានមួយដំណាលថាមានខ្លាទោលមួយទៅដេកលើរូងពស់លូនចេញមកចឹកខ្លានោះស្លាប់នៅមាត់រូងថ្ងៃនោះជួនជាមហាឫសីមួយអង្គនិមន្តគោចរទៅឃើញខ្លានោះស្លាប់
ក៏មេត្តាប្រោះខ្លានោះឲ្យរស់ឡើងវិញខ្លារស់ដឹងខ្លួនហើយនិយាយថាអញកំពុងតែដេកលក់ជាសុខសប្បាយក្នុងព្រៃជាលំនៅរបស់អញម្ដេចឡើយក៏ព្រះស្ដែងហ៊ានមកធ្វើឲ្យអញភ្ញាក់ម្លេះហើយអញខំព្រះស្ដែងស៊ីពុំលែងឡើយមហាឫសីឆ្លើយថាព្រះស្ដែងដេកលើរូងពស់ក៏ចឹកស្លាប់អញប្រោះព្រះស្ដែងឲ្យរស់ឡើងវិញគួរតែព្រះស្ដែងសងគុណអញម្ដេចឡើយក៏ព្រះស្ដែងគិតខំអញវិញមហាឫសីនិងខ្លាប្រកែកជជែកគ្នាមិនអស់មិនហើយទើបនាំទៅប្តឹងចចកថ្លែងប្រាប់ចចកតាមដំណើររឿងរៀងខ្លួនចចកចិញ្ចឹងគិតថាអញនៅក្នុងព្រៃសពថ្ងៃនេះពឹងពាក់អានុភាពខ្លាបើអញកាត់ក្តីនេះឲ្យខ្លាចាញ់សំអញនឹងពឹងពាក់ខ្លានៅនីព្រៃនេះពុំបានឡើយចចកគិតដូច្នេះហើយក៏កាត់ក្តីឲ្យខ្លាស៊ីមហាឫសីឯចចកកាត់ក្តីយ៉ាងនេះហើយថាឆន្ទាកតេមហាឫសីមិនសុខចិត្តប្រកែកគ្នាទៅវិញទៅមកហើយនាំខ្លាទៅប្តឹងគោថ្លែងប្រាប់តាមដំណើររឿងរៀងខ្លួនដូចមុនគោគិតថាបើអញកាត់ក្តីឲ្យខ្លាចាញ់សំខ្លានេះស្អប់អញវានឹងខំអញមិនខានឡើយទើបគោកាត់ក្តីឲ្យខ្លាស៊ីមហាឫសីគោកាត់ក្តីយ៉ាងនេះហៅថាភោយាកតេមហាឫសីមិនសុខចិត្តនាំខ្លាទៅប្តឹងស្វាគិតថាកាលមុនមានបុរសម្នាក់ធ្លាក់នៅក្នុងអណ្ដូងឪពុកអញជួយសង្គ្រោះយោងឡើងមកលើមាត់អណ្ដូងបានមានខ្លាមួយគិតមកស៊ីបុរសនោះឪពុកអញនាំបុរសនោះឲ្យឡើងទៅលើដើមឈើបានរួចពីភ័យបុរសនោះបែរជាចិត្តអាក្រក់សម្លាប់ឪពុកអញវិញស្វាគិតដូច្នេះហើយទើបកាត់ក្តីឲ្យខ្លាស៊ីមហាឫសីស្វាកាត់ក្តីយ៉ាងនេះហៅថាទោសាកតេមហាឫសីមិនសុខចិត្តនាំខ្លាប្តឹងថ្មាតគិតថាសប្តាហ៍ថ្ងៃនេះអញមានរំពាសំណល់អំពីខ្លាជាអាហារចំណីប្រក្រតីមិនដែលដាច់ឡើយបើអញកាត់ក្តីនេះឲ្យខ្លាចាញ់មុខជាខ្លាខឹងអញមិនដេចឡើយអញមិនបានស៊ីរំពាខ្លានេះទៀតថ្មាតគិតដូច្នេះហើយក៏កាត់ក្តីឲ្យខ្លាស៊ីមហាឫសីថ្មាតកាត់ក្តីយ៉ាងនេះហៅថាលោភាកតេមហាឫសីមិនសុខចិត្តនាំខ្លាទៅប្តឹងទាភៈគិតថាមនុស្សទាំងពួងដើរព្រៃអាស្រ័យដោយម្លប់ឈើផងទាំងឡាយចេះតែកាច់មែកហែកស្លឹកស្បោះសម្បកឆ្លងកាត់ដើមទាភៈគិតដូច្នេះហើយក៏កាត់ក្តីឲ្យខ្លាស៊ីមហាឫសីទាភៈកាត់ក្តីយ៉ាងនេះហៅថាមោហាកតេមិនទៀងត្រង់ឡើយមហាឫសីមិនសុខចិត្តនាំខ្លាទៅប្តឹងទន្សាយប្រាប់ថាខ្លានោះដេកលើរន្ធពស់វែកចេញមកចឹកស្លាប់អាត្មាសូត្រមន្តបោះពឹសពស់ឲ្យខ្លារស់ឡើងវិញដោយគិតឃើញថាខ្លានេះនឹងតបសងស្នងគុណអាត្មាឥឡូវនេះម្ដេចខ្លាក៏ប្រាថ្នាស៊ីអាត្មាវិញតាមតែពិចារណាឲ្យអាត្មាចុះឯខ្លាប្តឹងថាខ្ញុំកំពុងតែដេកលក់ជាសុខសប្បាយក្នុងព្រៃស្រាប់តែមានព្រះស្ដែងឫសីនេះធ្វើឲ្យខ្ញុំភ្ញាក់ហេតុនេះត្រូវខ្ញុំសុំស៊ីព្រះស្ដែងឫសីនេះព្រះស្ដែងឫសីនេះពុំសុខចិត្តនាំខ្ញុំទៅប្តឹងចចកកាត់ក្តីឲ្យខ្ញុំស៊ីឫសីនេះមិនសុខចិត្តនាំខ្ញុំទៅប្តឹងគោកាត់ក្តីឲ្យខ្ញុំស៊ីឫសីនេះមិនសុខចិត្តនាំខ្ញុំទៅប្តឹងស្វាកាត់ក្តីឲ្យខ្ញុំស៊ីឫសីនេះមិនសុខចិត្តនាំខ្ញុំទៅប្តឹងគោក៏កាត់ក្តីឲ្យខ្ញុំស៊ីឫសីនេះមិនសុខចិត្តនាំខ្ញុំទៅប្តឹងទាភៈកាត់ក្តីឲ្យខ្ញុំស៊ីឫសីនេះមិនសុខចិត្តនាំខ្ញុំមកប្តឹងលោកតាមតែលោក
គិតពិចារណាឲ្យខ្ញុំចុះទុនសាយស្ដាប់ពាក្យមហាឫសីនិងពាក្យខ្លាហើយក៏ពិចារណាដោយប្រាជ្ញាឆ្លៀសវៃឆ្វែងយល់អាចសេចក្តីហើយប្រាប់ថាបាទដូច្នោះចូលមហាឫសីនិងបងខ្លានាំគ្នាទៅដល់ទីដែលកាត់ហេតុនោះហើយឲ្យបងខ្លាដេកលក់ជាសុខដូចពីដើមចុះគឺឲ្យមហាឫសីជូនទៅដល់កន្លែងដែលខ្លាដេកនោះឲ្យអញបានយល់ហើយនឹងពិចារណាដោយប្រការនោះទើបមហាឫសីនិងខ្លាបបួលគ្នាទៅនាំទាំងទន្សាយទៅផងលុះទៅដល់កន្លែងនោះហើយខ្លាក៏ប្រះដេកនៅទីដដែលនោះយូរបន្តិចពស់វែកចេញមកចឹកខ្លាស្លាប់នៅមាត់រន្ធនោះឯងកាលបើខ្លានោះស្លាប់ហើយទន្សាយប្រាប់មហាឫសីថាសូមលោកមើលខ្លានោះចុះហេតុតែអធរវង្វេងភ្លេចគុណគេឥឡូវពុំរំលងនឹងវីរាកម្មឡើយតាំងពីពេលនេះទៅមកលោកគុំធ្វើគុណនឹងខ្លាឲ្យសោះឯទន្សាយកាត់ក្តីយ៉ាងនេះហៅថាសុគតិគុំម្នាក់ដំណើរល្អគឺសុចរិតយុត្តិធម៌ហងប្រជុំរឿងព្រេងខ្មែររឿងដំឡង7សន្តានដំណើររឿងកាលពីព្រេងនាយមានបុរសប្តីប្រពន្ធនាំគ្នាទៅសួរសុខទុក្ខបងប្អូននៅឯភូមិព្រៃសណ្ដែកដើរទៅប្រទះនឹងអាដំឡង7សន្តានកំពុងតែទឹមគោព្យួរស្រែបុរសប្តីប្រពន្ធនោះសួរថាអ្នកអើយអ្នកផ្លូវណាកាត់ត្រង់ទៅលើភូមិព្រៃសណ្ដែកត្បិតខ្ញុំខានមកយូរឆ្នាំហើយមិនដឹងជាផ្លូវណាកាត់ទៅឲ្យត្រង់កូនក្រោលបង្គោលស្ទឹងអាក្រហមមួយនេះម្ដាយក្មេកគាត់ចែកអាស្នែងកន្តែកឪអញគាត់ឲ្យអញមិនលួចគោរបស់អាណាមកទឹមនោះទេឯបរោះប្តីប្រពន្ធដែលសួរផ្លូវនោះឮហើយនិយាយគ្នាថាអ្នកនេះយើងសួរផ្លូវគាត់និយាយពីគោហើយស្ដីគំរោះគំរើយឲ្យយើងផងណាហើយគេយើងកុំខ្ចីខ្វល់សួរវាទៀតយូរឆាប់គង់តែនឹងទៅដល់ផ្ទះបងប្អូនមិនខានហើយក៏បណ្ដើរគ្នាហួសទៅឯអាដំឡង7សន្តាននោះក៏ខំព្យួរស្រែមិនឈប់ដល់ពេលថ្ងៃជិតត្រង់មេដំឡងជាប្រពន្ធក៏ទូលបាយទៅឲ្យប្តីបរិភោគលុះទៅដល់ក៏ដាក់ល្អីបាយក្រោមម្លប់ឈើនៅលើភ្លឺស្រែប្តីឃើញប្រពន្ធយកបាយមកឲ្យក៏ឈប់ឈួរស្រែបរិភោគបាយនិយាយទាំងខឹងប្រាប់ប្រពន្ធថាមានបុរសប្តីប្រពន្ធបណ្ដើរគ្នាមកពីណាចោទប្រកាន់ថាអញលួចគោវាឯគោមួយនឹមនេះប្រកាសជាម៉ែឪអញចែកមកប្រពន្ធឃើញមាត់ប្តីនិយាយម្ហប់នឹកស្មានថាស្ដីឲ្យខ្លួនស្រាប់តែខឹងហើយឆ្លើយតបទៅវិញថាអញគិតថាប្តីមកឈួរស្រែតលថ្ងៃត្រង់ខំប្រញាប់ប្រញាល់ទូលបាយមកឲ្យស៊ីឥឡូវទៅជាថាឯងមានសហាយអញសហាយនឹងឈ្មោះអាណាគាត់រកមុខឲ្យឃើញឲ្យឃើញមកឯប្តីមិនទាល់តែពំបាយអស់មួយកូនល្អីផងប្រពន្ធថាអ្វីក៏មិនលឺផងលុះប្តីបរិភោគរួចប្រពន្ធកន្ត្រាក់ល្អីប្តីសួរថាឯងមានការអ្វីឯផ្ទះបានជាប្រញាប់ម្លេះប្រពន្ធថាអញមុខជាប្រាប់ម៉ែឪអញមិនខាន
ហើយកណ្ដៀតល្អីត្រឡប់ទៅដល់ផ្ទះជួបនឹងម្ដាយនិយាយទាំងខឹងមុខក្រហមប្រាប់ម្ដាយថាកូនប្រសាមកឯងវាល្អហើយខ្ញុំទូលបាយទៅឲ្យស៊ីដាក់ល្អីស្ទើរតែមិនតាន់វាស្ដីឲ្យខ្ញុំថាមានសហាយចំណែកម្ដាយនោះខឹងញ័រឡើងថាហងឯងដូច្នេះទេតាបានជាមុខក្រហមអញថាកូនថាចៅបានជាចាំផ្ទះឲ្យវាឥឡូវវាថាឯងលួចថ្នាំវាយកទៅដូរដងមេអណ្ដរធានឯងក្រោយៗកុំនិយាយដូចនេះមិនត្រូវទេសូម្បីតែថ្នាំមួយឆ្នុកក៏អញមិនលួចយកផងបើទុកជាអញយកមែនម្ដាយនិងកូនមិនត្រូវហងឯងពោលឲ្យអញខ្មាស់គេទេចាំឪហងឯងមកអញប្រាប់ឲ្យជេរវាយប្រដៅហងឯងមិនខានលុះយូរបន្តិចប្តីមកពីកាប់បង្គោលធ្វើរបងបង្ការមិនឲ្យគោក្របីចូលស៊ីសណ្ដាប់សន្ទូងប្រពន្ធនិយាយប្រាប់ប្តីថាកូនស្រីយើងវាយកបាយទៅឲ្យប្តីវាខ្ញុំចាំផ្ទះឲ្យវាលុះមកវិញវាថាខ្ញុំជាម្ដាយលួចថ្នាំវាដូរដងខ្ញុំខឹងណាស់ប្តីស្ដាប់មិនឮខឹងនឹងប្រពន្ធក៏ជាថាមីចៅក្រហហងឯងប្រច័ណ្ឌអញអ្វីម្លេះអញមានស្លៀកពាក់តែងតួដើរលេងចង់ស្រីឯណាអញទៅកាប់ឈើធ្វើបង្គោលរបងទេតាអញអត់តែម្ដងនេះក្រោយបើហងឯងនៅតែស្ដីប្រច័ណ្ឌអញទៀតមុខជាអញធាក់ឲ្យដួលទាំងចំហមិនខានហាមប្រពន្ធហើយបរិភោគបាយរួចទៅចងសន្ទូចបានត្រីត្រឡប់មកផ្ទះវិញវេលាថ្ងៃល្ងាចប្រពន្ធធ្វើត្រីស្លអាំងឲ្យប្តីបរិភោគខ្លះរំលែកទុកព្រឹកខ្លះដើម្បីធ្វើសម្រាប់យកទៅប្រគេនលោកកូនឯវត្តនិងកូនប្រុសតូចម្នាក់ឲ្យនៅរៀនអក្សរជាមួយនឹងលោកបងនោះលុះព្រឹកឡើងម្ដាយនោះដាំបាយដួសដាក់ចានមានម្ហូបពីល្ងាចស្រាប់ទូលយកទៅដល់កុដិប្រគេនលោកកូនហើយនិយាយថាខ្ញុំព្រះករុណារលឹកលោកកូនណាស់មួយទៀតប្អូនតូចវារៀនអក្សរគ្រាន់បើទេលោកកូននោះប្រាប់ថាចម្រើនពរញោមអាត្មាសប្តាហ៍ថ្ងៃនេះកំពុងស្រឡាញ់សិលភ្នោះណាស់អាត្មាមិនសឹកទេម្ដាយក៏ហៅកូនតូចដែលនៅបម្រើបងនោះថាអានាងលាលោកបងទៅផ្ទះនឹងម្ដាយមួយថ្ងៃសិនត្បិតឪពុកឯងរលឹកណាស់កូនតូចឆ្លើយប្រាប់ម្ដាយថាត្រីងៀតលោកបងនៅពីកន្ទុយទុកក្នុងកុដិពេលល្ងាចខ្ញុំយកពីចម្រៀតដុតស៊ីបាយដែលសល់ពីលោកបងឆាន់ពេលព្រឹកនោះឯលោកសង្ឃដែលគង់នៅជិតកុដិទាំងប៉ុន្មានបានឮម្ដាយនិងកូននិយាយតែដោយខ្លួនមិនទទួលសម្រងគ្នាដូច្នេះលោកទាំងអស់ទប់ពុំបានក៏សើចប្រហើងអឹងអាប់ឧបាសិកានោះក៏សំពះលាលោកកូនត្រឡប់មកដល់ផ្ទះវិញហើយលុតជង្គង់ជូនបុណ្យប្តីថាខ្ញុំជូនបុណ្យអ្នកផងប្តីឆ្លើយថាអញឃើញបាយសម្លអាំងព្យួរទុកនៅសង្រែកអញស៊ីអស់ទៅហើយប្រពន្ធក៏មើលមុខប្តីមើលមុខប្រពន្ធប្រពេចភ្នែកមកធ្វើវាហីតែដោយខ្លួនលុះយូរបន្តិចស្រាប់តែប្អូនស្រីបង្កើតខាងប្តីនៅភូមិដតីឆ្ងាយមកដល់បានផ្លែពងរមមួយផ្តិលនិងស្លឹកប្រោះស្វាមួយសំណុំមកផ្ញើបងនិយាយសួរបងថាបងបានព្យួររស់ដកស្ទូងបានស្រែប៉ុន្មានហើយបងទាំងប្តីប្រពន្ធឆ្លើយប្រាប់ទៅប្អូនស្រីវិញថាហងល្មមទុកដាក់ឲ្យវាមានប្តីទៅចុះតែហងមើលកុំឲ្យតែចេះលេងបៀផឹកស្រាជក់អាភៀនប្អូនស្រីស្ដាប់មិនឮទៀតក៏ប្រាប់ទៅបងទាំងពីរនាក់ថាខ្ញុំស្ដាយត្រឡាចខ្ញុំមួយទ្រើងណាស់កំពុងតែផ្កាក្តឹបតូចស្រាប់តែមេជ្រូកវាទៅឈ្មោះគល់ដាច់ងាប់អស់បងទាំងពីរនាក់ថាហងល្មមទៅផ្ទះក៏ទៅចុះល្ងាចណាស់ហើយក្រែងកូនវាយំរោគប្អូនស្រីនោះក៏ត្រឡប់ទៅផ្ទះព្រោះទាំង7នាក់គឺបុរសប្តីប្រពន្ធម្ដាយឪពុកលោកភិក្ខុកុមារជាកូននិងប្អូនស្រីសុទ្ធតែថ្លង់និយាយមិនចុះសម្រុងគ្នាបានជាមានរឿងនេះគេហៅថារឿងដំឡង7សន្តាន
ប្រជុំរឿងព្រេងខ្មែររឿងបុរស4នាក់រៀនសិលសាស្ត្រមាននិទានមួយដំណាលថាមានបុរស4នាក់ទៅស្វែងរៀនសិលសាស្ត្រអំពីព្រាហ្មណ៍ម្នាក់ជាទិសាបាមោខាចារ្យនៅតកសិលាមហានគរបណ្ដាបុរសទាំង4នាក់នោះបុរសម្នាក់រៀនទាយបុរសម្នាក់រៀនបាញ់បុរសម្នាក់រៀនងូតទឹកបុរសម្នាក់ទៀតរៀនជប់ឲ្យរស់ឡើងវិញអ្នកទាំង4នាក់សឹងរៀនទីតីពីគ្នាលុះរៀនចប់ហើយក្រាបលាទិសាបាមោខាចារ្យជាគ្រូទៅស្រុកវិញលុះចេញដើរទៅដល់ពេលល្ងាចឈប់សម្រាកដេកនៅឆ្នេរសមុទ្រព្រឹកឡើងបុរសចេះហៅនិយាយនឹងបុរសទាំង3នាក់ថាអ្នកអើយពេលនេះយើងនឹងមានលៀបដោយសត្វឥន្ទ្រីពំនាំកូនស្ដេចមួយព្រះអង្គអំពីពីរាមមសីមហានគរហើមកទៀបលំនៅយើងនេះឯងបុរសទាំង4នាក់គិតគ្នាហើយក៏ឃ្លាំចាំមើលដោយទិសទីតីពុទ្ធកាលនោះពុំយូរឡើយសត្វឥន្ទ្រីក៏នាំនាងហើមកទៀងប្រកាសឈុតដូចហោទាយនោះមែនបុរសចេះបាញ់ក៏ដំឡើងធ្នូបាញ់ត្រូវសត្វឥន្ទ្រីនោះធ្លាក់នាងអំពីមាត់ចុះទៅក្នុងទឹកសមុទ្រអ្នកចេះមុជទឹកក៏មុជចុះទៅស្រង់យកនាងឡើងមកបានដូចបំណងឯអ្នកចេះជប់បានជប់នាងនោះឲ្យរស់ឡើងវិញកាលនាងមានជំរិតរស់ឡើងវិញហើយអស់អ្នកទាំង4នាក់នោះដណ្ដើមគ្នាចង់យកនាងជាភរិយាតែរៀងខ្លួនអស់អ្នកទាំង4នោះឆ្លោះប្រកែកគ្នាពុំដាច់ស្រេចក៏នាំគ្នាទៅប្តឹងចៅក្រមដោយដំណើរខ្លួនទីតីហើយសួរចៅក្រមថានាងនេះតើបានជាប្រពន្ធនរណាចៅក្រមជំនុំពិចារណារឿងនេះពុំបានក៏នាំអ្នកទាំង4ឡើងក្រាបបង្គំទូលព្រះមហាក្សត្រដោយដំណើរសពគ្រប់ប្រការព្រះមហាក្សត្រទ្រង់ពិចារណាឆ្វែងយល់ក្នុងព្រះរាជហឫទ័យថាព្រះស្ដែងទាំង4នេះសឹងមានគុណស្មើដូចគ្នាហើយទ្រង់ត្រាស់បង្គាប់ថាបុរសចេះហៅត្រូវទុកជាគ្រូបុរសចេះបាញ់ទុកជាឪពុកបុរសចេះប្រុសឲ្យរស់ត្រូវទុកជាម្ដាយបុរសចេះមុជទឹកដែលគេបានស្ទាបបានកាន់បោះអង្អែលនាងបាន3ថ្នមត្រកងយកនាងឡើងមកអំពីទឹកត្រូវបាននាងជាប្រពន្ធលុះចំណេរទៅមុខបុរសជាប្តីបានជាស្ដេចក៏ចិញ្ចឹមរក្សាទាំង3ដោយនៅគន្លងព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់នោះឯងប្រជុំរឿងព្រេងខ្មែររឿងមុននោះលោបកាលពីព្រេងនាយមានរឿងមួយថាមានកុមារីម្នាក់អាយុ14ឆ្នាំម្ដាយប្រើឲ្យទៅជីកដំឡូងក្មេងនេះរៀបចំចបរួចជាស្រេចចេញដើរទៅរកដំឡូងទៅដល់ព្រៃធំមួយមានដំបូកមានរូងជ្រៅបន្តិចនាងកុមារីទៅជីកដំឡូងនៅជើងដំបូកនោះក៏របូតផ្លែចបជ្រុះធ្លាក់ទៅក្នុងរូងនោះនាងមិនដឹងថាត្រូវធ្វើដូចម្ដេចក៏ស្រែកប្រកាសថាលោកណាអ្នកណាអើយជួយយកផ្លែចបឲ្យខ្ញុំបានខ្ញុំនឹងសងគុណលោក
ស្រែកតែប៉ុណ្ណេះមានខ្លាចាស់មួយដំបើក្បាលរួយបែងដង្កើចុះក៏ក្រិចចេញពីក្នុងរូងប្រាប់ទៅនាងនោះថានាងតាយកឲ្យផ្លែចបបាននាងតាយកឲ្យបានផ្លែចបនោះតែបើតាយកបានតាគ្រាន់តែឲ្យនាងឯងរកចៃឲ្យតាបានហើយតាមិនបាច់យកគុណពីចៅទេនាងឮខ្លាថាដូច្នេះក៏និយាយទៅថាអោលោកតាអើយឲ្យតែលោកតាជួយយកឲ្យបានចុះខ្លាយកផ្លែចបបានពីក្នុងរូងឲ្យទៅនាងហើយឲ្យនាងរកចៃឲ្យនាងនោះយកបន្លាមកឆ្កឹះដង្កូវនៅក្នុងដំបៅក្បាលខ្លាចេះតែសួរនាងថានាងដំបៅតាស្អុយឬក្រអូបដំបៅនោះស្អុយណាស់ប៉ុន្តែនាងឆ្លើយប្រាប់ទៅវិញថាក្រអូបណាស់លោកតាខ្លាចេះតែសួរនាងចេះតែថាក្រអូបលុះឆ្កឹះដង្កូវអស់ទៅខ្លាបាត់ឈឺបាត់រមាស់ហើយនិយាយប្រាប់នាងថានាងយកជាលមួយមកតានឹងដាក់ដំឡូងឲ្យនាងនោះយកជាលមួយមកឲ្យខ្លាដាក់សុទ្ធតែមាសពេញជាលចងមាត់ជាលជាប់ឲ្យទៅនាងរួចប្រាប់នាងនោះថានាងយកជាលនេះទៅផ្ទះហៅបងប្អូននាងមកជុំចិត្តបិទទ្វារឲ្យចិត្តសម្បើកនាងនោះលាខ្លាដើរទៅដល់ផ្ទះហៅបងប្អូនមកជុំរួចក៏បើកជាលដល់បើកទៅឃើញសុទ្ធតែមាសដល់បើកទៅបានសុទ្ធតែមាសនិងប្រាក់ចែកគ្នាលុះយូរបន្តិចដឹងទៅដល់ស្រីឯទៀតដែលមានកូនក្រមុំស្រីនោះបញ្ជាឲ្យកូនក្រមុំថាហងឯងមើលកូនគេណោទៅជីកដំឡូងបានសុទ្ធតែមាសប្រាក់យកមកបែងចែកឲ្យបងប្អូនគេហងទៅជីកបានតែដំឡូងគ្មានបានខ្មោចអ្វីទេថ្ងៃក្រោយស្រីនោះប្រើឲ្យកូនទៅជីកដំឡូងលុះបានទៅជួបប្រទះនឹងខ្លាដូចនាងមុនទៀតក៏ធ្វើជាជ្រុះជាប់ដូចនាងមុននោះដែរហើយថាលោកណាយកជាប់ឲ្យខ្ញុំបានខ្ញុំនឹងសងគុណលោកខ្លាឮហើយក៏យកមកឲ្យរួចឲ្យនាងនោះចាប់ដង្កូវឲ្យខ្លាសួរដូចពីមុនថានាងដំបៅតាស្អុយឬក្រអូបនាងនោះឆ្លើយថាស្អុយណាស់ខ្លាឮដូច្នោះថានាងយកជាលមួយមកតានឹងដាក់មាសប្រាក់ឲ្យនាងយកជាលឲ្យខ្លាចាប់សុទ្ធតែពវែកដាក់ពេញជាលហើយឲ្យទៅនាងនោះប្រាប់ថានាងយកទៅដល់ផ្ទះហៅបងប្អូនមកជុំចិត្តបិទទ្វារឲ្យចិត្តសម្បើកនាងនោះទៅដល់ផ្ទះហើយប្រាប់ម្ដាយអរណាស់ឲ្យបងប្អូនមកជុំតាំងបិទទ្វាររួចបើកជាលមើលពស់វែកចេញមកជឹកមនុស្សទាំងអស់ស្លាប់ទាំងអស់ទៅ